ព្យាយាមមកយកជីវិតខ្លួនឯងហើយក្នុងសុបិននោះនាងត្រូវបានច្របាច់ទោសនិងគូសក្រចកតាមខ្លួនរបស់នាងពិតដោយសារការពិតទាំងអស់នេះបានធ្វើឲ្យការងារនៅក្នុងក្រុមត្រូវឈប់សម្រាកបណ្ដោះអាសន្នដោយសារមនុស្សមិនគ្រប់គ្រាន់ចំណែកឯគ្រូអូននោះមិនសូវបានជួបអ្វីទេប៉ុន្តែពេលដែលបានឃើញថាអ្នករងក្នុងក្រុមបានជួបរឿងបែបនេះជាបន្តបន្ទាប់នាងបានហៅគ្រប់គ្នាមកសួរអំពីរឿងលុយដែលត្រូវបានរក្សាទុកនិងបន្ទប់ដែលបិទជិតនោះលោកស្រីហ្វាបានដឹងមូលហេតុចុងក្រោយពេល2-3ឆ្នាំមុនពេលដែលលោកស្រីហ្វាបានចូលមកនៅក្នុងក្រុមមានអ្នករាំម្នាក់ទៀតឈ្មោះថាផាយកើតមកក្នុងគ្រួសារដែលមានសិល្បៈរាំដូច្នេះនាងចូលចិត្តការរាំតាំងពីក្មេងនាងធ្លាប់ជាអ្នករាំក្នុងក្រុមសម្ដែងធំមួយ